nhưng bang phố khác có score ពួយ lạc trán hay bang phố khác còn toàn score ចឹងខ្ញុំក៏លើកយកចំណុចហ្នឹងមកនិយាយម្ដងទៀតបងប្អូនណាពាក់ព័ន្ធនឹងពួយ lạc មានច្រើនប្រភេទដែលបងប្អូនយើងតែយកមកដាំទី1យើងនិយាយអំពីក្របពួយ lạc ដែលគាត់ទុកបន្តមានន័យថាគាត់ដាំគាត់ទិញពូជវិសាមកល្អចឹងហើយគាត់ទុកបន្តមានន័យផ្លែណាដែលទុំអញ្ចឹងទៅគាត់កាយក្របនឹងយកមកទុកដាំវគ្គក្រោយបន្តទៀតចឹងណាបាទអានោះរឿងមួយហើយរឿងមួយទៀតគឺបងប្អូនយើងទៅទិញក្របគីឡូវិសាមកក្របគីឡូវិសាហ្នឹងគឺក្របដែលគេកាយទុកអញ្ចឹងដូចតែបងប្អូនយើងទុកដែរទេបាទអញ្ចឹងគេកាយទុកឲ្យហើយគេហាលស្ងួតទៅគេយកមកលក់ឲ្យបងប្អូនយើងសម្រាប់ដាំបន្តពូជបែបហ្នឹងគឺមិនសូវជាផ្ដល់ទិន្នផលទេបងប្អូនហើយមកផ្លែមកក៏វាមានច្រើនពណ៌វាសបកវាក៏អត់សូវស្អាតបាទហើយគុណភាពផ្លែរសជាតិអីក៏អត់សូវឆ្ងាញ់ដែរអញ្ចឹងហ្នឹងទី1ទី2គឺពូជបងប្អូនយើងដែលទិញពីផ្សារមកជាប្រភេទពូជកំប៉ុងបាទជាប្រភេទពូជកញ្ចប់ប៉ុន្តែជាលក្ខណៈlạc ដែលមានដែលគេផលិតទុកពូជបន្តណាបាទប្រភេទ OP អីចឹងណាអញ្ចឹងយកដាំមកសបកវាស្ដាងផ្លែមូលអីចឹងទៅហើយទិន្នផលទាបបាទគុណភាពផ្លែរសជាតិហ្នឹងក៏អត់ឆ្ងាញ់ដែរអាហ្នឹងទី2ទី3គឺពូជមួយទៀតគឺពូជប្រភេទពូជ hybrid ពូជ F អងពូជដែលបងប្អូនយើងគាត់ទិញពីផ្សារគេប្រកាសបានត្រឹមត្រូវយកមកដាំបាទពូជហ្នឹងគឺជាពូជដែលផ្ដល់ទិន្នផលខ្ពស់ផ្លែវាយ៉ាងទៅវែងឬក៏មូលលេងអញ្ចឹងទៅប៉ុន្តែគុណភាពសាច់វាឆ្ងាញ់ទិន្នផលខ្ពស់បាទពូជបែបហ្នឹងភាគច្រើនគេខ្ចប់បានស្អាតនៅក្នុងកញ្ចប់ឬក៏នៅក្នុងកំប៉ុងឬក៏នៅក្នុងថង់អីចឹងទៅបាទប៉ុន្តែគេមាន logo មានផ្លាកមានចុះបញ្ជីកែត្រឹមត្រូវណាបងប្អូនដែលនាំចូលពីប្រទេសផ្សេងអាចមកពីប្រទេសថៃឬក៏វៀតណាមឬក៏អាចមកពីប្រទេសចិនតៃវ៉ាន់អីចឹងទៅបាទអញ្ចឹងពាក់ព័ន្ធទៅនឹងពូជដំណាំអាឡាក់បងប្អូនមើលទៅថាតើតំបន់បងប្អូនគេនិយមហូបពូជមួយណាអាឡាក់ប្រភេទណាបើសិនជាយើងលក់នៅក្នុងភូមិឯធម្មតាទៅយើងទិញក្របធូរថ្លៃយកទៅដាំទៅបាទកុំឲ្យអស់លុយច្រើនប៉ុន្តែបើយើងដាំសម្រាប់ផ្គត់ផ្គង់ផ្សារទំនើបឬក៏ផ្គត់ផ្គង់ផ្សារធំតាមខេត្តតាមអីយើងគួរតែដាំផលិតផលដែលមានគុណភាពបងប្អូនត្រូវចំណាយលុយទិញក្របពូជយើងថ្លៃបន្តិចបាទប្រធានបទថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងបាទការដាំអាឡាក់ហ្នឹងបងប្អូនអញ្ចឹងពាក់ព័ន្ធទៅនឹងការដាំអាឡាក់នេះនៅក្នុងបច្ចុប្បន្នវាមាន2ប្រភេទទី1គឺការដាំក្របផ្ទាល់ទី2ការដាំដោយកូនមានន័យថាយើងបណ្ដោះកូនហើយបានយកទៅដាំអញ្ចឹងណាបាទហើយពាក់ព័ន្ធទៅនឹងការដាំក្របផ្ទាល់បងប្អូនយើងគឺមានបច្ចេកទេសផ្សេងទៀតទី1គឺអាចគាត់ដាំដោយមិនប្រើជីដោយមិនប្រើលម្អសត្វទេគឺគាត់សង្កត់ក្របចូលទៅក្នុងដីគាត់លុបអញ្ចឹងទៅលុបដីអញ្ចឹងទៅបាទដែលបច្ចេកទេសនេះវាងាយស្រួលលឿនប៉ុន្តែវាអាចមានបញ្ហានៅពេលភ្លៀងបាទបើសិនជាភ្លៀងសង្កត់ខ្លាំងដីហាប់ណែនខ្លាំងគឺក្របឥឡូវយើងដល់អត់រួចទេបាទអាចបាត់បង់អាចខូចអាចអីចឹងទៅណាបាទហើយវិធីសាស្ត្រមួយទៀតបងប្អូនយើងដាំក្របផ្ទាល់ដែរប៉ុន្តែគាត់ប្រើប្រាស់នៅជីកំប៉ុស្តឬក៏លាមកគោដើម្បីក្របសង្កត់ក្របពីលើណាបាទវិធីសាស្ត្រហ្នឹងគឺល្អសុវត្ថិភាពទោះបីជាមានភ្លៀងធ្លាក់មកខ្លាំងក៏ដោយប៉ុន្តែដំណាំយើងវាធូរងាយស្រួលចាក់ងាយស្រួលដោះប្រឡូកចេញមកបាទដីមិនហាប់ណែនទេបាទមានន័យថាយើងអត់លុបដីទេយើងយកលាមកសត្វឬក៏ជីកំប៉ុស្តទៅលុបពីលើក្របហើយការដាំមួយទៀតនោះគឺការដាំដោយកូនមានន័យថាគាត់បដោះកូនហើយបានយកទៅដាំអញ្ចឹងបច្ចេកទេសហ្នឹងគឺសុវត្ថិភាពជាងគេបងប្អូនណាបាទគ្រាន់តែថាយើងត្រូវចំណាយច្រើនទៅលើការបដោះកូនទៅលើដីបដោះកូនទៅលើថាសបដោះកូនអញ្ចឹងទៅបាទប៉ុន្តែវាអត់មានហានិភ័យពាក់ព័ន្ធទៅនឹងដំណោះទេអញ្ចឹងជម្រាបជូនបងប្អូនប៉ុណ្ណឹងចុះពាក់ព័ន្ធទៅនឹងការដាំអាឡាក់បាទអញ្ចឹងបងប្អូនជ្រើសរើសយកបច្ចេកទេសមួយណាអាស្រ័យលើបងប្អូនគ្រាន់តែវាមានបច្ចេកទេសខ្លះវាហានិភ័យខ្ពស់បាទសម្រាប់ការដាំដុះនៅពេលនេះយើងនិយាយពាក់ព័ន្ធទៅនឹងសត្វល្អិតទៅលើដំណាំអាឡាក់បាទអញ្ចឹងសត្វល្អិតដែលតែងកើតលើដំណាំអាឡាក់មានអីខ្លះបងប្អូនដឹងអត់បងប្អូនមួយចំនួនច្បាស់ជាដឹងច្បាស់ជាងខ្ញុំទៅទៀតប៉ុន្តែអ្វីដែលខ្ញុំលើកឡើងមកគឺសម្រាប់រំលឹកឡើងវិញហើយនឹងដើម្បីជំរាបជូនបងប្អូនមួយចំនួនដែលគាត់អត់បានដឹង
ពាក់ព័ន្ធទៅនឹងសត្វល្អិតដែលតែងកើតទៅលើដំណាំអាឡឹកដែលយើងត្រូវការពារបាទមានអីខ្លះបងប្អូនហ្នឹងឯងទី1គឺពពួកអណ្ដើកមាសបងប្អូនភាគច្រើនស្គាល់អណ្ដើកមាសបងប្អូនណាបាទតែងកើតជាញឹកញាប់ទៅលើគ្រប់ដំណាំទាំងអស់អញ្ចឹងបន្ទាប់ពីអណ្ដើកមាសមកគេ trip បាទដែលតែងផ្លាញខ្លាំងលើដំណាំអាឡឹកពពួក trip បន្ទាប់ពី trip មកគឺចាយបាទចៃក៏បំផ្លាញធ្ងន់ធ្ងរដែរបើសិនជាយើងមិនបានការពារបានត្រឹមត្រូវឬក៏ចាត់បានត្រឹមត្រូវហើយមួយទៀតគឺដង្កូវបងប្អូនណាបាទដង្កូវហើយសំខាន់មួយទៀតនោះគឺបាទស្រឹងដែលតែបំផ្លាញពពួកស្រឹងជួនកាលបើវាមានច្រើនវារោមត្រួយធ្វើឲ្យត្រួយនឹងរួយលូតលាស់រួយទេបាទអញ្ចឹងនេះគឺជាប្រភេទសត្វល្អិតសំខាន់ដែលខ្ញុំជម្រាបជូនវាមានសត្វល្អិតផ្សេងទៀតដែរប៉ុន្តែវាមិនកើតញឹកញាប់ដោយសត្វល្អិតដែលខ្ញុំបានលើកឡើងទេអរគុណបើបងប្អូនមានសំណួរអីបន្ថែមអាចទំនាក់ទំនងមកបានជម្រាបលា